มัยเจนลาศตวรรษที่6ដល់ឆ្នាំ802សម័យចិនឡាគឺជាសម័យកាលអន្តរកាលដ៏សំខាន់ដែលបានបង្រួបបង្រួមទឹកដីខ្មែរពីអាណាចក្រភ្នំឆ្ពោះទៅរកភាពរុងរឿងនៃសម័យអង្គរសម័យនេះត្រូវបានគេស្គាល់ថាជាសម័យកាលនៃការកើតអត្តសញ្ញាណខ្មែរកាន់តែច្បាស់មួយការកកើតនិងការរីកចម្រើនសតវត្សទី1ដល់សតវត្សទី8ប្រភពដើមចិនឡាដំបូងឡើយជារដ្ឋចំណុះរបស់អាណាចក្រភ្នំដែលមានទីតាំងនៅតាមបណ្ដោយទន្លេមេគង្គម្ដុំខេត្តស្ទឹងត្រែងនិងក្រចេះសពថ្ងៃការដណ្ដើមអំណាចនៅពាក់កណ្ដាលសតវត្សទី6ព្រះបាទភវរ្ម័នទី1និងព្រះបាទមហិន្ទ្រវរ្ម័នចិត្រសេនាបានវាយយកអាណាចក្រភ្នំដាក់ជាចំណុះរាជធានីក្រោយមកព្រះបាទឦសានវរ្ម័នទី1បានស្ថាបនារាជធានីឈ្មោះឦសានបុរៈបច្ចុប្បន្នគឺតំបន់សម្បូរព្រៃគុកក្នុងខេត្តកំពង់ធំ 2. ការបែកបាក់ចិនឡាជាចិនឡាទឹកលិចនិងចិនឡាដីគោកឆ្នាំ706បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី1នៅចុងសតវត្សទី7ចិនឡាបានជួបវិបត្តិដណ្ដើមរាជ្យដែលបណ្ដាលឲ្យបែកបាក់ជា2នៅឆ្នាំ706ចិនឡាគោកស្ថិតនៅតំបន់ខ្ពង់រាបភាគខាងជើងកម្ពុជាលើនិងឡាវសពថ្ងៃជាតំបន់សម្បូរភ្នំនិងព្រៃឈើចិនឡាទឹកលិចស្ថិតនៅតំបន់វាលទំនាបនិងមាត់សមុទ្រកម្ពុជាក្រោមនិងតំបន់ជុំវិញបឹងទន្លេសាបតំបន់នេះជួបប្រទះការរំខានជារឿយៗពីសំណាក់ចៅសមុទ្រជ្វា 3. លក្ខណៈពិសេសនៃសម័យកាលសិល្បៈស្ថាបត្យកម្មចាប់ផ្ដើមកសាងប្រាសាទអំពីឥដ្ឋច្រើនជាងឈើរចនាបថសម្បូរព្រៃគុកគឺជាសក្ខីភាពដ៏ល្បីល្បាញបំផុតដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកអក្សរសាស្ត្រការប្រើប្រាស់អក្សរសាស្ត្រខ្មែរបុរាណដែលវិវត្តចេញពីអក្សរឥណ្ឌាភាគខាងត្បូងចាប់ផ្ដើមមានរូបរាងច្បាស់លាស់ជាងសម័យភ្នំសាសនាព្រហ្មសាសនានៅតែមានឥទ្ធិពលខ្លាំងជាពិសេសការគោរពបូជាហិរិហរៈការរួមបញ្ចូលគ្នារវាងព្រះសិវៈនិងព្រះវិស្ណុ 4. ការឈានទៅរកសម័យអង្គរនៅចុងសតវត្សទី8ទឹកដីខ្មែរបានធ្លាក់ក្រោមឥទ្ធិពលរបស់ពួកជ្វាទោះជាយ៉ាងណានៅឆ្នាំ802ព្រះបាទជ័យវរ្ម័នទី2បានរំដោះប្រទេសពីជ្វានិងបង្រួបបង្រួមចិនឡាទាំងពីរឲ្យទៅជាអាណាចក្រខ្មែរដោយប្រកាសឯករាជ្យនៅភ្នំគូលែនដែលជាការចាប់ផ្ដើមនៃសម័យអង្គរដ៏រុងរឿងបើតាមឯកសារចិនពាក្យថាចិនឡាអាចមកពីពាក្យជ័យលក្ខឬតាមអ្នកស្រាវជ្រាវខ្លះមានន័យថាឃ្មុំផឹកទឹកឃ្មុំប៉ុន្តែអ្នកប្រវត្តិសាស្ត្រខ្មែរភាគច្រើនឲ្យតម្លៃលើការវិវត្តនៃឈ្មោះរដ្ឋតាមបែបខ្មែរ